បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះយើងចាប់ផ្ដើមរៀនមេរៀនដំបូងរបស់យើងគឺរបៀបក្នុងការរៀបចំ LD player នៅលើកុំព្យូទ័ររបស់យើងបាទអញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការបើកកម្មវិធីជ្រុំ browser មកបាទបន្តមកទៀតគឺអ្នកគ្នាត្រូវធ្វើការចុចនៅកន្លែងនេះដើម្បីយើងវាយពាក្យថា LD player downloadបាទយើងវាយតែប៉ុណ្្នឹងមកគឺយើងចុច enter មកគឺវានឹងនាំយើងទៅកាន់ website ហើយបាទអញ្ចឹងយើងមើល website លើគេនេះបាទអញ្ចឹងអ្នកគ្នាធ្វើការចុចចូលមកបាទបន្តមកទៀតគឺនៅដល់ website របស់គេនេះគឺអ្នកគ្នាចុចនៅកន្លែង LD 9នេះបាទអ្នកគ្នាធ្វើការចុចលើនឹងមកបាទអញ្ចឹងវានឹងធ្វើការ download នៅកម្មវិធី LD player ឲ្យយើងហើយបាទបាទបន្ទាប់ពីអ្នកគ្នាបានធ្វើការ download ហើយអ្នកគ្នាចុចនៅកន្លែងនេះមកដើម្បីយើងធ្វើការ install អញ្ចឹងយើងគ្រាន់តែយកម៉ៅយើងដាក់លើនឹងហើយ right click យកពាក្យថា run as administrator យើងចុចកន្លែងនឹងមកវានឹងធ្វើការតម្លើងហើយបាទអញ្ចឹងអ្នកគ្នាមានពីរជម្រើសក្នុងការ install នៅ LD player នៅលើកុំព្យូទ័ររបស់យើងទីមួយគឺយើងតម្លើងនៅលើ drive C ដែលជា drive program មួយទៀតយើងអាចតម្លើងក្នុង drive D អញ្ចឹងបើចង់តម្លើងក្នុង drive D អ្នកគ្នាចុចនៅកន្លែង select path នេះមកបាទបន្ទាប់មកទៀតអ្នកគ្នាត្រូវតែធ្វើការ select នៅកន្លែងពាក្យថាប្រើបាទនៅខាងក្រោមនេះបាទចុចកន្លែងនេះមកបាទរួចយើងចុចពាក្យថាសួរបាទរួចអ្នកគ្នាធ្វើការ select លើ drive D របស់យើងបាទតមកអ្នកគ្នាអាចបង្កើតឈ្មោះ folder ណាមួយដែលជាឈ្មោះ LD player បាទអញ្ចឹងខ្ញុំមានហើយខ្ញុំចុច select មកបាទបន្ទាប់មកអ្នកគ្នាអាចធ្វើការ install បានហើយអញ្ចឹងយើងនឹងធ្វើការ install LD player នេះឲ្យវាដំណើរការនៅលើ drive D អញ្ចឹងការដំឡើង LD player នៅលើ drive D គឺនៅពេលដែល spec នៅក្នុង drive C របស់យើងវាសល់តិចបាទអញ្ចឹងយើងអាចយកមកតម្លើងនៅក្នុង drive D ក៏ប៉ុន្តែការតម្លើងនៅក្នុង drive D វាអាចធ្លាក់រៀងយឺតបន្តិច LD ហ្នឹងបាទក៏ប៉ុន្តែយើងអាចនៅប្រើប្រាស់វាបានធម្មតាបាទឥឡូវនេះគឺយើងបានដំឡើងកម្មវិធី LD player បានជោគជ័យហើយអញ្ចឹងវាចេញជាទម្រង់ផ្ដេកបែបនេះបើសិនជាចង់បានបញ្ឈរយើងចុច tray 3ចុចពាក្យថា setting រួចអ្នកគ្នាចូលមកកាន់ mobile mode នេះមកអ្នកគ្នានឹងអាចជ្រើសរើសយកទំហំណាមួយបាទឲ្យវាចេញជាបែបបញ្ឈរបាទឬក៏អ្នកគ្នាអាចចុចកន្លែង custom នេះបាទអញ្ចឹងអ្នកគ្នាអាចបញ្ចូលទំហំវាបានដូចជាទទឹងខ្ញុំដាក់650ប្រវែងបញ្ឈរហ្នឹងខ្ញុំដាក់18ហើយនៅកន្លែង DPI គឺខ្ញុំដាក់185បាទបន្តទៀតយើងចុចពាក្យថា save setting បន្ទាប់មកយើងចុចពាក្យថា restart អញ្ចឹង LD player របស់យើងនឹងចេញជាទម្រង់បញ្ឈរវិញហើយបាទបាទអញ្ចឹងនៅពេលនេះគឺអ្នកគ្នាអាចធ្វើការដំឡើងកម្មវិធីវាយើងចូលទៅកន្លែងនេះមករួចយើងចូលមកកាន់ Play Store អញ្ចឹងអ្នកគ្នាត្រូវតែសាញ Gmail របស់អ្នកគ្នាចូលទៅកាន់ Play Store មកបាទដូចយើងធ្វើនៅលើទូរស័ព្ទអញ្ចឹងណាបាទយើងចាក់ Gmail យើងចូលមកបន្តមកអ្នកគ្នាអាចធ្វើការដំឡើងនៅកម្មវិធីដែលយើងចង់បានហើយបាទ ប
អូខេអញ្ចឹងនៅពេលដែលយើងចង់តម្លើងកម្មវិធីណាមួយយើងវាយឈ្មោះកម្មវិធីនឹងមកយើងចុចពាក្យថា install បាទចំណុចមួយទៀតបើសិនបើអ្នកគ្នាអត់ចង់ប្រើកម្មវិធីនៅក្នុង Play Store ទេគឺយើងអាចធ្វើការតម្លើងពីខាងក្រៅបានអ្នកគ្នាមើលមកខាងស្ដាំដៃឃើញពាក្យថា APK អ្នកគ្នាចុចលើនឹងមករួចអ្នកគ្នាអាចជ្រើសរើសយក APK ណាមួយបាទរបស់អ្នកគ្នាដែលបានធ្វើការ download ទុកហ្នឹងបាទបន្តមកអ្នកគ្នាចុចពាក្យថា open អញ្ចឹងវានឹងធ្វើការដំឡើងកម្មវិធីហ្នឹងនៅក្នុង LD Player អីបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការដំឡើងកម្មវិធី LD Player នៅលើកុំព្យូទ័រមេរៀនក្រោយអ្នកគ្នានឹងបានរៀនពីការធ្វើ blocknation ការ clone app Facebook ឲ្យបានច្រើនសម្រាប់គ្រប់គ្រង account របស់យើងហ្នឹងបាទអញ្ចឹងអ្នកគ្នាកុំភ្លេចធ្វើការចុច subscribe ក៏ដូចជាចុចកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗទៀតបាទសូមអរគុណ